រៀបសួរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់វីដេអូបង្រៀនភាសាចិនចុះកុំឲ្យខាតពេលវេលាយូរយើងចូលទៅសិក្សាពាក្យថ្មីនិងប្រយោគថ្មីទាំងអស់គ្នាពាក្យទី1គឺមានន័យថាតាឈៀវតាឈៀវតាឈៀវនឹងគឺមានន័យថាលេងទាត់បាល់តាឈៀវតាឈៀវចង់ដើម្បីឲ្យកាន់តែច្បាស់យើងទៅសិក្សាទៅលើពាក្យប្រយោគទាំងអស់គ្នា我们一起去草地上打球。我们一起去草地上打球ពួកយើងលេងបាល់ជាមួយគ្នានៅលើស្មៅម្ដងទៀត我们一起去草地上打球ពួកយើងលេងបាល់ជាមួយគ្នានៅលើស្មៅអញ្ចឹងទៅកាន់ពាក្យទី2គឺពាក្យហៅពុហៅហៅពុហៅនឹងគឺមានន័យថាល្អអត់ឬក៏ល្អឬមិនល្អហៅពុហៅចឹងដើម្បីឲ្យកាន់តែច្បាស់យើងទៅសិក្សាលើប្រយោគទាំងអស់គ្នា我们一起去上学好不好我们一起去上学好不好我们一起去上学好不好គឺមានន័យថាពួកយើងទៅសាលារៀនជាមួយគ្នាល្អអត់我们一起去上学好不好ពាក្យទី3អាយនឹងគឺមានន័យថាស្រឡាញ់អាយស្រឡាញ់អញ្ចឹងយើងទៅសិក្សាលើប្រយោគទាំងអស់គ្នា我和朋友爱学中文我和朋友爱学中文我和朋友爱学中文ខ្ញុំនិងមិត្តភ័ក្តិរបស់ខ្ញុំស្រឡាញ់ការរៀនភាសាចិនម្ដងទៀត我和朋友爱学中文ខ្ញុំនិងមិត្តភ័ក្តិរបស់ខ្ញុំស្រឡាញ់ការរៀនភាសាចិនពាក្យទី4ចុងហួរពាក្យទី4គឺចុងហួរដាំផ្កាចុងហួរចឹងដើម្បីឲ្យកាន់តែច្បាស់យើងទៅសិក្សាលើប្រយោគទាំងអស់គ្នា春天到了要种花春天到了要种花រដូវផ្ការីកមកហើយតោះយើងដាំផ្កាម្ដងទៀត春天到了要种花春天到了要种花គឺមានន័យថារដូវផ្ការីកមកដល់ហើយតោះយើងដាំផ្កាចឹងវីដេអូបង្រៀនភាសាចិនរបស់យើងគឺបានចប់ត្រឹមនេះហើយបងប្អូនកុំភ្លេចជួយ Subscribe និង Share វីដេអូនេះម្នាក់មួយដើម្បីតាមដានការរៀនភាសាចិនក្រោយៗទៀត